ថ្ងៃទី7នៃ100ថ្ងៃដែលនាងខ្ញុំនឹងចែករំលែកពីមេរៀនដែលនាងខ្ញុំរៀនចេះពីសៀវភៅទាំង100ក្បាលដែលនាងខ្ញុំបានអានរួច 100 days 100 books with money ចាំមើលថាតើនាងខ្ញុំពិតជាអាចផុសបានរយៈពេល100ថ្ងៃមែនអត់យើងចាំទៅតាមដានទាំងអស់គ្នាថ្ងៃទី7សៀវភៅ The 4-Hour Work Week សៀវភៅនេះផងដែរគឺបានបង្រៀនយើងថាមិនមែនតើយើងធ្វើការងារច្រើនម៉ោងនោះទេប៉ុន្តែអ្វីដែលសំខាន់បំផុតដើម្បីជោគជ័យបានណាគឺយើងគួរតែធ្វើការងារដោយប្រើប្រាស់នូវភាពវៃឆ្លាតយើងត្រូវចេះផ្ដោតទៅលើកិច្ចការសំខាន់ៗ important task ដែលយើងត្រូវធ្វើហើយចេះនៅការបែងចែកការងារ delegate task ទៅកាន់អ្នកដទៃរួមជាមួយនឹងចេះធ្វើការងារដោយស្វ័យប្រវត្តិឬមួយក៏ការប្រើប្រាស់ system ផងដែរដើម្បីឲ្យយើងកាន់តែមានពេលវេលាច្រើននិងមានសេរីភាពជាងមុនតើបងប្អូនទាំងអស់គ្នាចង់មានពេលទំនេរច្រើនជាងមុនអត់ចាំជួយ comment ប្រាប់នៅខាងក្រោមនេះផងយើងចាំជួបគ្នានៅថ្ងៃស្អែកជាមួយនាងខ្ញុំសេងរស់សេដ្ឋាមនីចង់ឲ្យជីវិតជាសិស្សនិស្សិតងាយស្រួលគុណនឹង2និងបានជោគជ័យកាន់តែឆាប់កុំភ្លេចឲ្យសោះបំណង app version 2 download ឥឡូវនេះដោយ free តាមរយៈ QR code នៅលើអេក្រង់ឬក៏តាមតំណនៅក្នុង caption ខាងលើ